វាសួរដល់លោកពូនីមីងដែលមានកូនរៀននៅក្នុងសាលាបណ្តុះសិក្សាវិទ្យាថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីការប្រើប្រាស់កម្មវិធី PLP ដែលជាកម្មវិធីសម្រាប់រៀនពីចម្ងាយវីដេអូមុនខ្ញុំធ្វើការបង្ហាញនៅលើទូរស័ព្ទដៃដែលមានប្រតិបត្តិការ iOS និង Android វីដេអូនេះខ្ញុំធ្វើការបង្ហាញនៅលើកុំព្យូទ័រដែលវាដំណើរការដោយ Windows ជំហានដំបូងខ្ញុំធ្វើការចុចទៅលើ Google Chrome បន្ទាប់មកខ្ញុំធ្វើការវាយអក្សរ PLP បន្ទាប់មកវានឹងលោតអក្សរ Primary Learning Program ដែលជាឈ្មោះកម្មវិធីរបស់វាខ្ញុំធ្វើការចុចដើម្បីចូលទៅកាន់កម្មវិធីរបស់វានោះវានឹងធ្វើការបង្ហាញ logo របស់ app ដែលមានជាទម្រង់បែបនេះលោកពូនាមីងធ្វើការចុចនៅលើប្រអប់4ជ្រុងដែលមានក្របព្រួយចុះក្រោមមួយបន្ទាប់មកវានឹងធ្វើការលោតពី install រួចធ្វើការចុចពី install បន្ទាប់មកកម្មវិធីនឹងត្រូវបានដំឡើងនៅលើអេក្រង់កុំព្យូទ័រហើយលោកពូនាមីងនឹងឃើញ FPP ដែលជាកម្មវិធីសម្រាប់រៀនពីចម្ងាយជាចុងក្រោយចូលទៅកាន់កម្មវិធីដើម្បីធ្វើការប្រើប្រាស់សូមអរគុណចំពោះការតាមដានវីដេអូនេះវីដេអូបន្ទាប់យើងធ្វើការបង្ហាញពីការចូលទៅកាន់គណនីដើម្បីធ្វើការប្រើប្រាស់កម្មវិធីផ្ទាល់តែម្ដងមានចម្ងល់អាចខមមិនសួរខាងក្រោមវីដេអូនេះបាន